ជំរាបសួរបងប្អូនទាំងអស់គ្នាណារដូវកាលនេះគឺរដូវកាលថ្មីយើងខ្ញុំមកចែករំលែកនេះគឺចែករំលែកថ្មីមួយទៀតជូនបងប្អូនទាំងអស់គ្នាដែលគាត់តាមដាននេះគឺជាការតាក់តែងមេឃថ្ងៃនេះខ្ញុំលើកប្រធានបទនិយាយចម្រោះទី1គឺពាក់ព័ន្ធទៅនឹងសុខភាពដើមហើយនឹងការតាក់តែងមេឃហើយនឹងនិយាយពីការដាក់ជីប្រភេទជីកបនិងជីបាច់មួយណាល្អជាងគឺខ្ញុំនឹងនិយាយចែកជូនបងប្អូនអញ្ចឹងសម្រាប់បងចង់បានតម្រូវការបាទជីថ្នាំកសិកម្មឬវគ្គជំរុះបាទវគ្គបងប្អូនចង់ជំរុះស្លឹកក៏បានជំរុញត្រួយយកផ្កាក៏បានបាទទាញផ្កាយកតែម្ដងក៏បានគឺយើងខ្ញុំមាន3ប្រធានបទហ្នឹងចែករំលែកប្រឹក្សាយោបល់ជូនបងប្អូនហើយបងប្អូនត្រូវការជីថ្នាំកសិកម្មទាំងអស់នេះគឺបងប្អូនអាចតាក់ទងមកតាម Telegram 097 624 25 15បាទសម្រាប់បងប្អូនម្ចាស់ចម្ការចន្ទទីមួយចំនួនគឺនេះគឺខ្ញុំនិយាយលំអិតជូនបងប្អូនហើយបាទគឺបានតាក់តែងមេឃហើយស្អាតដូចគេអញ្ចឹងហើយមែនទេបាទហើយបងប្អូនមួយចំនួនចាប់ផ្ដើមបានដាក់ជីហើយឬក៏បាច់ជីហើយមែនទេបាទអញ្ចឹងថ្ងៃនេះបងខ្ញុំនិយាយថាសម្រាប់បងប្អូនដែលគាត់ដាក់ជីបាញ់ថ្នាំសូមឲ្យបងប្អូនយកជីដែលល្អបន្តិចទៅកុំយកអា5 6 70000 70000 80000យកមកដាក់អីបាទយកអា100000ជាងឡើងទៅពីព្រោះអីពាក់ព័ន្ធនឹងកត្តាសុខភាពនិងកម្លាំងបងប្អូនចង់បានផ្លែច្រើនទេបាទតែបងប្អូនដាក់ជីអីបន្តិចបងប្អូនបខំបាញ់ថ្នាំលើបងប្អូនអាយុកាលវាបាទនឹងយ៉ាងយូរបំផុតនៅលើស្លឹក5 6ថ្ងៃអីទេបាទ3តែយ៉ាងច្រើនបំផុត5ថ្ងៃអីចឹងអស់ហើយអញ្ចឹងណាអញ្ចឹងសូមឲ្យបងប្អូនត្រូវថាយកលុយបាញ់ថ្នាំលើយកមកដាក់ជីវិញឲ្យវាមានកម្លាំងមិនមែនឲ្យបងប្អូនអត់បាញ់ខាងលើសោះត្រូវបាញ់ដែរមានវគ្គមានឃ្លារបស់វាតែយើងបាញ់បរិមាណមកល្មមសមស្របទៅតាមវគ្គនីមួយបាទហ្នឹងហើយបងប្អូនមួយទៀតចង់និយាយជីបាច់និងជីកបមួយណាល្អបងប្អូនចង់យករីកមិនមួយនេះខ្ញុំអ្នកស្រាវជ្រាវគោមិនអាចចែកដាច់បានតែខ្ញុំគ្រាន់តែបោកលើកបង្ហាញបាទបើជីបងប្អូនល្អបងប្អូនបាច់ទី1បរិយាកាសអត់សូវបានស៊ីទី2វារលីលឿនបាទរលីលឿនគឺដីចាប់យកបានលឿនបាទគឺដីចាប់យកបានលឿនអាហ្នឹងការបងប្អូនបាច់ណាបាទហើយពាក់ព័ន្ធមួយទៀតសល់កាក់សំណល់វាតិចនៅលើដីបាទហើយបើកបបាទតែបើបងប្អូនយកជីធូថ្លៃងាយលាយលឿនបរិយាកាសស៊ីចង់អស់ហើយបាទស៊ីវាចឹងអាមុញញាក់បាទអាមុញញាក់ហ្នឹងគឺសម្រាប់បញ្ញាក់នៃដំណាំដូចក្លិនស្រូបយកក្លិនដូចចំោះអីចឹងណាបាទដើម្បីឲ្យដំណាំអូសទាញមកស៊ីប្រព័ន្ធរឹសមកស៊ីទេតែបើថ្ងៃស៊ីទៅក៏វានៅសល់តិចតួចសម្រាប់ហ្នឹងក៏វាមកស៊ីតិចតួចតាមនឹងដែរហើយជីដែលធូរវាសល់កាកសំណល់ច្រើនធ្វើឲ្យដីយើងក្រោយវាដាំដលងសក្រិចរិលហើយមកដាក់ជីអន់សល់កាកសំណល់ទៀតបងប្អូនយល់ទេបាទហើយមួយទៀតបងប្អូនអត់សូវបាច់ម្សៅកបោសម្រាប់មេរោគឬឲ្យអតិសខំប្រានក៏កើតជួយនេះកាច់អាស្លឹកពុកផុយអីឬនេះមែកនេះតែប៉ុណ្្នឹងឯងតិចទៀតគេធ្វើស្អាតហើយបាទគេអូសទៅស្អាតឆាញ់អាហ្នឹងខ្ញុំនិយាយប៉ុណ្្នឹងមួយបាទហើយកត្តាមួយទៀតពាក់ព័ន្ធទៅនឹងអ្នកកាប់រណ្ដៅបាទអ្នកកាប់រណ្ដៅបងប្អូនត្រូវយល់ថាការកាប់រណ្ដៅទី1ដាច់រឹសមែនតែគុណសម្បត្តិគេល្អកាប់រឹសមែនហើយដីគេកប់ទី1ស៊ីងុំបានល្អរឹសថ្មីដោះមកនៅកន្លែងហ្នឹងគឺគេចាប់ផ្ដើមស៊ីងុំបានល្អកាលណាដំណាំទាំងអស់ត្រូវការវិវត្តរឹសថ្មីបាទបើបានអាចរឹសខ្លះក៏ល្អដែរព្រោះវាត្រូវវិវត្តរឹសថ្មីដើម្បីមកមុននឹងវាធ្វើចលនានេះមួយទៅពាក់ព័ន្ធនឹងស្លឹកគឺវាត្រូវការផ្ដាច់រឹសដោះរឹសថ្មីដើម្បីឲ្យវាចេញត្រួយបងប្អូនណាត្រូវយល់អញ្ចឹងចំណុចទាំងអស់នេះបើខ្ញុំបងប្អូនគិតទៅគួរកប់ឬមិនកប់តែបើខ្ញុំណែនាំថាប្តីបងប្អូនរៀបស្មើបងប្អូនបាច់ជីទៅព្រោះបងប្អូនខ្លះមិនមែនបាញ់មួយដើម1គីឡូណាបាទបងប្អូនដែលមួយចំនួននេះគាត់រិះថាំចង់បានទិន្នផលច្រើនដែលដាក់ជីតិចឲ្យដាក់អន់ទៀតអញ្ចឹងគ្នាមានកម្លាំងមកវាណាប្រៀបដូចបងប្អូនមើលបងប្អូនបាទចង់មានកម្លាំងបាទចង់មានកម្លាំងធ្វើការ4ម៉ោងតែបងប្អូនស៊ីបាយ3 4ម៉ាវែងអញ្ចឹងហ្មងដល់ម៉ោង11បងប្អូនឃ្លានទេឃ្លានបាទ
បងប្អូនប្រើអ្នកដែលប្រើកម្លាំងទៀតគឺទៅអត់រួចសោះហ្មងបាទអញ្ចឹងគាត់ហូបមកល្មមគាត់ធ្វើការមកល្មមអញ្ចឹងការធំធាត់របស់គាត់ក៏វាទៅតាមនឹងដែរហើយសុខភាពរបស់គាត់ណាសុខភាពល្អនៅពេលដែលគាត់អស់បាទធម្មពលក្នុងខ្លួនយូរទៅវាបែរប្រើចេញជាឈឺនេះមួយឈឺនោះមួយអញ្ចឹងពាក់ព័ន្ធដូចដំណាំចន្ទីដែរហ្នឹងនៅពេលដែលវាប្រើកម្លាំងធម្មពលវាអស់ទី1ថយទិន្នផលទី2ងាប់មេឃខាងក្នុងបាទទី3ងាប់ដើមហ្មងងាប់ដើមបាទដួងស៊ីងាប់ដើមហ្មងហើយបងប្អូនអូដីខ្ញុំងាប់ដើមពីអាហ្នឹងហើយសិតតែហ្នឹងសកតារួមផ្សំអាហ្នឹងណាបាទអាហ្នឹងហើយសកតារួមផ្សំហើយបងប្អូនកាប់ម្ដៅចេះផ្ដល់កម្លាំងឲ្យវាបាទហើយបងប្អូនមួយទៀតសម្រាប់ម្ចាស់ចង្ការចន្ទីដែលគាត់ចង់ឲ្យចន្ទីល្អខ្ញុំសូមនិយាយទី1បងប្អូនប្រើពួកអា12 33ក៏បានឬធម្មជាតិក៏បានដែរបូកអ៊ុយរ៉េបងប្អូនមានលទ្ធភាពបងប្អូនចង់កប់បងកាប់ម្ដៅកប់បាទកប់វាចុះបាទដល់ពេលចង់ដៃចង់ខែ9ឬដើមខែ10មកសសំណើមមេឃភ្លៀងបងប្អូនចង់កប់បងកប់ទៀតបងប្អូនចង់បាច់បងប្អូនបាច់ទៀតបាទឧទាហរណ៍បងប្អូនអ្នកដាក់2គីឡូ3គីឡូបងប្អូនប្រើរូបមន្ត2ដងអញ្ចឹងគឺល្អម្ចាស់ចន្ទីនេះដីខ្សាច់ធ្វើបាន3តោនកន្លះឆ្នាំខ្លះបក4តោនបាទអាកាសធាតុប្រែប្រួលមិនសូវល្អឆ្នាំនេះគេបាន3តោនជាងតិចតួចចំណេញបងប្អូនចំណេញឧទាហរណ៍ក្នុងមួយហាត់បងប្អូនចំណាយអស់ប្រហែល2លានបាទតែទិន្នផលបានមកវិញមួយហាត់មិនមែន2លានទេបងប្អូនគិតតាមមួយហាត់មួយតោនរួចខ្លួនចុះនៅសល់ប្រហែល2តោនឧទាហរណ៍3តោនមួយតោនរួចខ្លួនហើយមួយតោនបាន4លានបងប្អូនថាចំណាយ3ថាមួយហាត់ចំណាយ3លានចុះបាន4មិនមែនបាន4លានទេបងប្អូនបាទគេធ្វើប្រហែលដី7ហាត់គេសល់ចូលប្រហែល80លានវាប្រហែល20000បងប្អូនចំណាយ7ហាត់ហ្នឹងអស់6000មកមិននៅសល់ប្រហែល10000ជាងមួយឆ្នាំធ្វើអី10000ជាងបងប្អូនបាទនេះជាចំណុចមួយអាហ្នឹងឲ្យបងប្អូនយល់ពីបញ្ហានេះដាក់ជីបាទនេះខ្ញុំលើកប៉ុណ្ណឹងហើយមួយវិញទៀតចិត្តដល់រដូវកាលជំរុះហើយអញ្ចឹងសម្រាប់បងប្អូនតាមដានគឺនឹងដឹងហើយបាទអញ្ចឹងខ្ញុំនឹងនិយាយបញ្ហានឹងតិចបាទហើយសំខាន់ផុតវគ្គជំរុះតិចទៀតខ្ញុំនឹងធ្វើវីដេអូនិយាយបាទអញ្ចឹងសូមអរគុណ